ចាជំរាបសួរអំពូមីងនឹងថ្ងៃនេះខ្ញុំបានមកធ្វើបបរអូនខេម៉ែតិចហើយបបរថ្ងៃនេះគឺមុខបន្លែគេគឺដូចស្លក់យើងចឹងស្លក់ផាវយើងហ្នឹងប៉ុន្តែគ្រាន់តែខ្ញុំដាក់គ្រឿងហ្នឹងថ្ងៃហ្នឹងគឺខ្ញុំមានអង្គជប៉ុនមានបកាមានអណងមានស្លឹកមានផ្ទីមានតឡាចមានស្លឹកបាសហើយនឹងមានលពៅអូខេហ្នឹងហើយផ្លែលពៅគឺអូនគេមកចូលចិត្តផុតហើយនៅក្នុងទឹកនេះគឺខ្ញុំយកក្បាលបកាយកមកម្លេងដើម្បីឲ្យវាចេញជាតិចេញខួរវាអញ្ចឹងណាហើយមុននឹងម្លេងគឺយើងលាងឲ្យស្អាតអូខេហ្នឹងហើយដល់ពេលយើងមកងាស់អាទឹកខួរបកាហ្នឹងឲ្យអស់ជាតិហើយដើម្បីយើងយកខួរបកានឹងយកបកានឹងចេញយកក្បាលវាសបកវាចេញអញ្ចឹងណាបន្ទាប់មកយើងចាប់ផ្ដើមដាក់ទឹកនឹងឲ្យពុះម្ដងទៀតអូខេឥឡូវទឹកពុះហើយខ្ញុំក៏ចាប់ផ្ដើមយកអង្គជប៉ុនអូខេហ្នឹងហើយអង្គជប៉ុននេះគឺខ្ញុំដាក់កន្លះកូនចានខ្ញុំវាល់ធំត្រូវអញ្ចឹងណាអូខេបន្ទាប់ពីខ្ញុំដាក់អង្គហើយខ្ញុំក៏ចាប់ផ្ដើមដាក់សាច់បកាដែលខ្ញុំបានច្រាមហ្នឹងហើយខ្ញុំបានដាក់ផ្លែលពៅហើយផ្លែលពៅខ្ញុំរាំងលោបជាងគេដោយសារតែអូនខេម៉ាចូលចិត្តបំផុតអូខេបន្ទាប់មកខ្ញុំដាក់អណងដាក់អណងហើយខ្ញុំក៏ដាក់តឡាចហើយខ្ញុំដាក់លឹកបាសហើយនឹងផ្ទីអូខេហ្នឹងហើយគឺផ្ទីហ្នឹងចុងក្រោយខ្ញុំដាក់ទាំងអស់ហ្នឹងដោយសារតែពេលខ្លះចាខ្លាចលោបខ្លាំងពេកទៅរឿងបន្លែខៀវខ្លាចកត់កពុលអីចឹងណាអូខេបន្ទាប់មកគឺខ្ញុំចាប់ផ្ដើមដាក់មកងាស់ឲ្យវាចាប់ផ្ដើមពុះឲ្យវារលួយចឹងណាហើយខ្ញុំចាប់ផ្ដើមមកកូរហើយកន្លែងហ្នឹងគឺខ្ញុំគោះដួសអាទឹកនេះខ្ញុំត្រូវដួសអាទឹកពពុះនឹងចេញអញ្ចឹងណាអូខេបន្ទាប់មកទៀតបបរនឹងចាប់ផ្ដើមពុះហើយគឺខ្ញុំចាប់ផ្ដើមពុះឲ្យរលួយហើយខ្ញុំក៏ចាប់ផ្ដើមលើកវាមកដើម្បីឲ្យវាត្រជាក់ដើម្បីយើងយកទៅកិនឲ្យអូនអញ្ចឹងណាគឺបបរនឹងគឺមានរសជាតិឈ្ងុយមែនតើហើយអំពុំមីងដឹងស្រាប់ហើយប្រភេទសឡប្រហែលយ៉ាងហ្នឹងគឺវាមានរសជាតិផ្អែមជាងទីបន្លែអញ្ចឹងគឺអូនខេម៉ាថ្ងៃហ្នឹងមុខម្ហូបអូនខេម៉ាដោយសឡយើងអញ្ចឹងតែគ្រាន់តែយើងអត់បន្ថែមអំបិលស្ករប៊ីចេងហើយខ្ញុំដាក់អាទឹកឃើញច្រូចមកហ្នឹងគឺជាប្រេងអូលីវអូខេហ្នឹងហើយខ្ញុំដាក់តែប្រេងអូលីវហើយខ្ញុំអត់ប្រើគ្រឿងអីទាំងអស់អូខេបន្តមកទៀតនេះគឺថាខ្ញុំចាប់ផ្ដើមក្លុកឲ្យអូនខេម៉ាហើយគឺថាអូនខេម៉ាណាស្ងៀមសអូនខេម៉ាឈ្ងុយបបរហើយបបរនឹងឈ្ងុយមែនតើអំពូមីងពេលដែលខ្ញុំភ្លក់ទឹកវាចឹងគឺថាឈ្ងុយនិយាយទៅផ្អែមឆ្ងាញ់ផ្អែមចេញពីបន្លែអញ្ចឹងណាហើយអំពូមីងដឹងស្រាប់ហើយម៉ាសឡទាំងអស់គឺសឡប្រភេទសឡភេទអីហ្នឹងគឺជាសឡដែលត្រូវការបន្លែច្រើនដើម្បីឲ្យមានចង់និយាយថាវាគឺជាបន្លែដែលសុទ្ធតែសុខភាពជួយសុខភាពអូនខេម៉ាហ្នឹងហើយខ្ញុំចង់ឲ្យអូនខេម៉ាគាត់ទ្រលាប់ញ៉ាំបន្លែខៀវនៅក្នុងហ្នឹងចង់និយាយថាឲ្យគាត់ដឹងរសជាតិហ្នឹងណាដើម្បីពេលដែលគាត់មកខូបហ្នឹងខ្ញុំត្រូវសោះបន្លែសូអីឲ្យគាត់ញ៉ាំកុំឲ្យគាត់មានអារម្មណ៍ថាជារបស់ដែលគាត់អត់ធ្លាប់ហូបអញ្ចឹងគាត់អត់ហូបទេអូខេបន្ទាប់មកខ្ញុំចាប់ផ្ដើមក្លុករួចហើយគឺប្រពន្ធនេះខ្ញុំនៅថែមតិចទៀតដោយសារតែអូនខេម៉ាញ៉ាំអស់ប៉ុណ្ណឹងហើយទៀតចាគឺថាបបរអូនកិនរួចហើយចាប់ផ្ដើមខ្ញុំកិនលើកនេះគឺកិនចាប់ផ្ដើមមកដូចការកត់នៅអាយុ6ខែកាល6ខែគឺខ្ញុំកិនម៉ត់ខៃហ្មងប៉ុន្តែឥឡូវហ្នឹងគឺខ្ញុំចាប់ផ្ដើមកិនប៉ុណ្ណឹងឯងអត់ឲ្យម៉ត់លំខៃហ្មងឯងព្រោះខ្ញុំចង់ឲ្យអូនចេះទទួលកុំឲ្យម៉ត់ខៃពេកធ្វើឲ្យអូនអត់ចេះញ៉ាំនេះចឹងណាពេលញ៉ាំបាយអូខេហ្នឹងហើយឥឡូវគឺថាដាក់អស់ហ្មងអរគុណច្រើនអូនពីមីងតែងតាមដានអូនរហូតហើយអូនញ៉ាំហើយអូនចូលចិត្តមែនតានបន្លែបបរប៉ុណ្ណឹងដូចខ្ញុំនិយាយចឹងគឺថែមម្ដងទៀតអរគុណច្រើនអូនពូមីង